វីវ៉ហើយពេលនេះអ៊ីរ៉ង់ប្រាប់ឲ្យក្រុមហ៊ូធីត្រៀមបិទសមុទ្រក្រហមបើសហរដ្ឋអាមេរិកវាយប្រហាររោងចក្រអគ្គិសនីរបស់ខ្លួនបញ្ហាចម្លោះរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់រាលដាលកាន់តែខ្លាំងបន្ទាប់ពីច្រកសមុទ្រអរម៉ូសត្រូវបានបិទទប់ជាស្ថាពរនៅពេលឥឡូវនេះដល់វេនសមុទ្រក្រហមវិញម្ដងថ្ងៃនេះអ៊ីរ៉ង់ស្នើឲ្យក្រុមហ៊ូធីនៅប្រទេសយេម៉ែនត្រៀមខ្លួនបិទគប់សមុទ្រក្រហមប្រសិនបើដូច្នេះមែនការផ្គត់ផ្គង់ថាមពលនិងទំនិញនៅក្នុងសកលលោកប្រកាសជាជួបវិបត្តិធំជាមិនខានគម្រោងបិទគប់សមុទ្រនេះត្រូវបានពិភាក្សាគ្នាយ៉ាងផុសផុលនៅក្នុងចំណោមថ្នាក់ដឹកនាំធំនៅអ៊ីរ៉ង់ហើយបានបញ្ជូនដំណឹងនេះទៅក្រុមហ៊ូធីរួចហើយប្រសិនបើសហរដ្ឋអាមេរិកហ៊ានតែវាយប្រហាររោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់ពេលណាក្រុមហ៊ូធីនឹងបិទសមុទ្រក្រហមនេះតែម្ដងនេះបើយោងតាមប្រភពពីអ្នកបង្ហើបរឿងនេះប្រាប់អ្នកសារព័ត៌មានប្រភពពីរាជរដ្ឋាភិបាលអ៊ីរ៉ង់ដែលបង្ហើបឲ្យដឹងថាក្រុមហ៊ូធីបានទទួលដំណឹងនេះរួចហើយបន្ទាប់ពីលោកដូណាល់ត្រាំប្រមានជាម្ដងទៅពីរដងនឹងវាយកំទេចទីតាំងផលិតអគ្គិសនីរបស់អ៊ីរ៉ង់ប្រសិនបើពួកគេមិនព្រមចូលតុចរចាសប្តាហ៍ក្រោយនេះប្រភពដែលជិតស្និទ្ធជាមួយនឹងក្រុមហ៊ូធីបានបង្ហើបឲ្យដឹងថាក្រុមនេះបានត្រៀមលក្ខណៈសម្បត្តិរួចរាល់អស់ហើយឲ្យតែកប៉ាល់ដឹកទំនិញណាហ៊ានតែឆ្លងកាត់គឺត្រូវគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់និងដ្រូនរបស់អ៊ីរ៉ង់កំទេចចូលជាមិនខានបើសិនជាមានរឿងអ្វីមិនស្រួលកើតឡើងនៅសមុទ្រក្រហមការដឹកជញ្ជូនថាមពលប្រេងឆៅនិងហ្គាសនឹងមានបញ្ហាធំដោយសារតែច្រកសមុទ្រអរម៉ូសបិទជិតឈឹងបាត់ទៅហើយប្រសិនបើក្រុមហ៊ូធីវាយប្រហារកំប៉ាល់ដឹកប្រេងឬវាយប្រហារកំពង់ផែនានានៅសមុទ្រក្រហមមួយទៀតច្រកសមុទ្រសម្រាប់ដឹកជញ្ជូនប្រេងធំទាំងពីរនឹងត្រូវការរងការរំខានក្នុងពេលដំណើរគ្នាហេតុនេះវាជាការបើកសម្ពយុទ្ធថ្មីនាំសមរភូមិថាមពលនិងសមរភូមិប្រដាប់អាវុធរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកប្រភពដែលស្និទ្ធស្នាលនឹងក្រុមហ៊ូធីបានប្រាប់ថាអ្នកនៅក្នុងតំណាងឆ្មាំបដិវត្តន៍អ៊ីស្លាមដែលស្ថិតនៅប្រទេសយេម៉ែនជាអ្នកសម្រេចឲ្យក្រុមហ៊ូធីត្រូវតែបិទស្ថានភាពនៅមជ្ឈមបូព៌ាចាប់ផ្ដើមឡើងកម្ដៅកាន់តែខ្លាំងនៅពេលក្រុមហ៊ូធីបាញ់មីស៊ីលជាច្រើនគ្រាប់ដាក់ប្រទេសអារ៉ាប់មីសាអូឌីនបន្ទាប់ពីពួកគេចោទប្រកាន់ថាអារ៉ាប់មីសាអូឌីនបានវាយប្រហារព្រលានយន្តហោះមួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ូធីកាលពីថ្ងៃច័ន្ទដូច្នេះបទចម្បាញ់រវាងភាគីទាំងពីររយៈពេល4ឆ្នាំកន្លងមកនេះបានឈានដល់ទីបញ្ចប់អ្នកវិភាគយល់ថាចម្លោះរវាងក្រុមហ៊ូធីនិងអារ៉ាប់មីសាអូឌីនកើតឡើងក្នុងកាលៈទេសៈអាក្រក់ប្រសិនបើការប្រយុទ្ធគ្នាផ្ទុះឡើងកាន់តែខ្លាំងហើយរាលដាលទៅដល់រចនាសម្ព័ន្ធសម្រាប់ស្តុបទុកទំនិញដឹកជញ្ជូនកាត់សមុទ្រក្រហមឬរាលដាលទៅដល់ការដឹកជញ្ជូននៅពេលនោះច្រកផ្លូវដែកនៅសេសសល់តែមួយគត់សម្រាប់ការដឹកជញ្ជូននៅពេលពីច្រកសមុទ្រអស់មូសនឹងរងការគំរាមកំហែងជាខ្លាំងប្រពន្ធពីរនាក់ដែលបានតំណាក់តំណងជិតស្និទ្ធជាមួយរដ្ឋាភិបាលអារ៉ាប់មីសាអូឌីនប្រាប់ថាប្រទេសនេះយកចិត្តទុកដាក់ខ្ពស់ចំពោះការគំរាមកំហែងពីសំណាក់អ៊ីរ៉ង់និងក្រុមហ៊ូធីអារ៉ាប់មីសាអូឌីនដឹងច្បាស់ថាក្រុមហ៊ូធីនិងអ៊ីរ៉ង់កំពុងតែសហការគ្នាយ៉ាងជិតស្និទ្ធនៅសមុទ្រក្រហមដើម្បីធ្វើសកម្មភាពអ្វីម្យ៉ាងគេសង្កេតឃើញថាប្រេងឆៅដែលធ្លាប់ដឹកកាត់ច្រកសមុទ្រអរម៉ូសភាគច្រើន
ត្រូវបង្វែរទិសដៅបញ្ជូនទៅកាន់សមុទ្រក្រហមវិញម្ដងនៅពេលអកមូសមានបញ្ហាប្រេងភាគច្រើនបង្ហូរកាត់តាមបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីតសមុទ្រក្រហមសប្តាហ៍នេះដឹកជញ្ជូនថាមពលបានតែ7%ទៅកាន់ទីផ្សារពិភពលោកតែប៉ុណ្ណោះបើសិនជាបិទសមុទ្រក្រហមមួយទៀតហ្គាសប្រេងពិតជាឡើងថ្លៃជាមិនខានសំខាន់ឡើងថ្លៃហើយមិនមានប្រេងចាក់ទៀតមិនថាប្រទេសកម្ពុជាយើងឬមួយប្រទេសណាទេឲ្យតែប្រើប្រាស់ប្រេងនិងហ្គាសជាថាមពលប្រកាសជាប៉ះពាល់ទាំងអស់គ្នាជាមិនខានខ្ញុំសូមទោសផងដោយសារតែថ្ងៃនេះខ្ញុំមានផ្ដាសាយចឹងហើយអានសារព័ត៌មានមិនសូវច្បាស់ក៏ងូចឹងទៅមកសូមបងប្អូនអ្នកស្ដាប់មេត្តាអត់ទោសផងបាទ